បងស្រីដែលជាបុគ្គលិកអ្នកចាក់សាំងនៅការ៉ាសាំង PTT ខេត្តកំពតដែលផ្ទុះរឿងត្រូវបានភិក្ខីខាងម្ចាស់រថយន្តដែលចូលទៅចាក់សាំងនៅការ៉ាសនោះថតវីដេអូតាក់ទងទៅនឹងរឿងរ៉ាវនៃការចាក់សាំង50លីត្រ1លីត្រប្រមាណ1000គុណលុយរៀលប៉ុណ្ណឹងទៅប៉ុន្តែត្រូវបានភិក្ខីបងស្រីដែលជាបុគ្គលិកនោះគាត់ស្នើសុំឲ្យប្រើជាលុយដុល្លារបើសិនជាអត់មានលុយដុល្លារទេសុំគិតជាលុយខ្មែរឲ្យសុំជួយថែមកតុយអញ្ចឹងណាបងប្អូនណាសុំជួយថែមកតុយអញ្ចឹងទៅនោះហើយក៏ផ្ទុះការវែកញែកខាងភិក្ខីឡានហ្នឹងខុសខាងភិក្ខីបងស្រីហ្នឹងខុសចេះចោះអ្នកនេះខុសអ្នកនេះត្រូវអីចឹងទៅបងប្អូនរឿងក៏មានការវែកញែកពេញហ្នឹងប៉ុន្តែអ្វីដែលសំខាន់ដែលបងចង់និយាយនៅក្នុងคลิปវីដេអូនេះក្រោយពីអ្នកសារព័ត៌មានជាច្រើនបានទៅសម្ភាសគាត់ចាសួរនាំគាត់នៅដំណើរដើមតងនៃរឿងរ៉ាវហ្នឹងគឺពិតជាដូចក្នុងវីដេអូដែលបានបង្ហោះហ្នឹងមែនគាត់ក៏បានបញ្ជាក់ថាគាត់ធ្វើទៅតាមគោលការណ៍របស់ខាងការ៉ាសាំងដែលត្រូវឡើងជាលុយដុល្លារឲ្យទៅកាន់តកែដូចឧទាហរណ៍ថា1លីត្រ4000អញ្ចឹងចាក់10លីត្រឲ្យ40000ចាគាត់គុណចេញជាលុយខ្មែរអញ្ចឹងហើយតែគាត់ត្រូវយកលុយខ្មែរ40000នោះទៅចែកជាដុល្លារទៅតាមហាងឆេងដែលខាងការ៉ាគេដាក់ឲ្យអញ្ចឹងចែកទៅគាត់ត្រូវថែមកតុយឧទាហរណ៍200រៀលអញ្ចឹងគាត់ត្រូវសុំពីភ្ញៀវថែម200រៀលទៀតបើមិនជាគាត់សុំពីភ្ញៀវអត់បានទេគឺគាត់ត្រូវថែម200រៀលហ្នឹងទៅឲ្យតកែនៅពេលដែលទូទាត់លុយឡើងឲ្យតកែព្រោះខាងការ៉ាសាំងគឺគេគិតជាលុយដុល្លារចាអញ្ចឹងគាត់បញ្ជាក់កន្លែងហ្នឹងអញ្ចឹងណាបងប្អូនជាទីគោរពក្រោយពីការបញ្ជាក់អញ្ចឹងហើយក៏គាត់បានបន្ថែមនៅជីវិតផ្ទាល់ខ្លួនរបស់គាត់និយាយទាំងទឹកភ្នែករៀបរាប់ថាក្នុងនាមខ្លួនជាបុគ្គលិកបម្រើសេវាកម្មมันអាចចឡោតឬក៏มันអាចនិយាយខ្លាំងទៅឲ្យអតិថិជនទេទោះបីអតិថិជនគាត់អត់យល់គាត់មិនពេញចិត្តយ៉ាងម៉េចក៏គាត់ត្រូវតែរក្សាសម្លេងដោយល្អនិយាយបញ្យល់ទៅកាន់ភ្ញៀវហើយនៅពេលដែលជួបរឿងបែបហ្នឹងក៏គាត់តូចចិត្តគាត់យំអញ្ចឹងណាចាគេថតគេបង្ហោះអីចឹងទៅហើយក៏គាត់បញ្ជាក់ថាស្ថានភាពគ្រួសាររបស់គាត់លំបាកគាត់ជាស្ត្រីមេម៉ាយគាត់ត្រូវទទួលបន្ទុកចិញ្ចឹមកូនដល់12នាក់និងមានម្ដាយចាស់ម្នាក់ទៀតដែលត្រូវរ៉ាប់រងហើយត្រូវទៅធ្វើការនៅទីនោះដោយម៉ូតូចាស់មួយគ្រឿងទៅតែចូលធ្វើការបានត្រឹមតែ4ខែប៉ុណ្ណោះពេលដែលការរឿងអញ្ចឹងហើយតូចចិត្តអញ្ចឹងផងក៏ភ័យបារម្ភខ្លាចថាខាងម្ចាស់ការ៉ាសាំងអ្នកគ្រប់គ្រងនៅទីនោះហ្នឹងបញ្ឈប់គាត់ផងអីផងអញ្ចឹងណាបងប្អូនណាចាប៉ុន្តែឥឡូវហ្នឹងគឺបានដឹងមកហើយមិនមានការបញ្ឈប់គាត់ទេគាត់នៅតែធ្វើការធម្មតាទេអ្វីដែលសំខាន់គឺមានជំនួយឧបត្ថម្ភគាត់ណាដែលបានដឹងមកបងចយបានមើលព័ត៌មានហ្នឹងគឺលោកស្រីត្រីដាណាជួយគាត់ចំនួន$500ហើយនឹងអ្នកនាងឡុងមនីមដែលជាគូស្នេហ៍របស់លោកថុលសុភិតិដែលជាតារាចម្រៀងល្បីឈ្មោះមួយរូបដែរនោះចាជួយឧបត្ថម្ភម៉ូតូជូនទៅគាត់មួយគ្រឿងទៀតដោយសារតែឃើញតាមរយៈការសម្ភាសហ្នឹងគាត់ជិះម៉ូតូចាស់ទៅធ្វើការអញ្ចឹងណាឥឡូវនេះអ្នកនាងឡុងមនីមសម្រាប់ថាជូនម៉ូតូថ្មីទៅកាន់គាត់មួយគ្រឿងនឹងយកនឹងឲ្យក្រុមការងារហ្នឹងយកទៅជូនដល់ផ្ទាល់ផងដែរចាអញ្ចឹងក៏ក្នុងគ្រោះមានលៀបបងប្អូនណាក្នុងគ្រោះមានលៀបគ្រោះដែលគាត់ជួបជាមួយនឹងបញ្ហាហ្នឹងក៏មានលៀបមកតាមក្រោយជួយបណ្ដោះនៅបញ្ហានៃការលំបាកនៅក្នុងក្រុមគ្រួសាររបស់គាត់ផងដែរ